សួស្តីបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំសូមបង្ហាញអំពីកម្មវិធី Word សម្រាប់បងប្អូនដែលមិនទាន់ចេះសោះបងប្អូនអាចមើលវីដេអូនេះបានក្រោយពីបងប្អូនហ្វឹកហាត់កម្មវិធី Khmer Unicode និង Typing English រួចរាល់ហើយអញ្ចឹងបងប្អូនអាចរៀនកម្មវិធី Word នេះបានជាដំបូងបងប្អូនត្រូវចូលបើកកម្មវិធី Word បន្ទាប់មកបងប្អូនចុចលើប៊ូតុង Start រួចលើកម្មវិធី Microsoft Word ជាកម្មវិធីសម្រាប់ធ្វើកិច្ចការងារផ្នែករដ្ឋបាលមុនអនុវត្តបងប្អូនត្រូវចូលទៅកំណត់ក្រដាសឲ្យបានត្រឹមត្រូវជាមុនសិនហើយជាការឧទាហរណ៍ដែលខ្ញុំបានរៀបចំទុកឲ្យហើយដូច្នេះបងប្អូនចូលចុចត្រង់ Layout រួចចុច Orientation ដើម្បីជ្រើសរើសប្រភេទក្រដាសផ្ដេកឬឈរបន្ទាប់មកចុចត្រង់ Size ដើម្បីកំណត់ទំហំក្រដាសរួចជ្រើសរើស A4 ឲ្យបានត្រឹមត្រូវតាមក្រដាសជាក់ស្ដែងបន្ទាប់មកទៀតយើងត្រូវចូលទៅកំណត់ Page Setup ចុចត្រង់សញ្ញាព្រួញរួចធ្វើការកំណត់គម្លាតពីខាងលើខាងក្រោមឆ្វេងស្ដាំដោយដាក់លេខក្នុងប្រអប់ដែលយើងចង់កំណត់ដាក់លេខឲ្យស្មើគ្នារួចចុច OK ជាការស្រេចបន្ទាប់មកបងប្អូនត្រូវចូលចុចត្រង់ Home ដើម្បីរៀបចំហ្វុនអក្សរខ្មែរចុចត្រង់ប្រអប់ហ្វុនអក្សររួចធ្វើការជ្រើសរើសម៉ូដអក្សរដោយវាមានជាច្រើនទៅតាមដែលយើងចង់ប្រើប្រាស់បើបងប្អូនចង់វាយអក្សរខ្មែរសូមជ្រើសរើសម៉ូដអក្សរខ្មែររួចជ្រើសយកខ្មែរកែបរួចចុចត្រង់សាយដើម្បីកំណត់ទំហំអក្សររួចជ្រើសរើសសាយ12បន្ទាប់មកបងប្អូនត្រូវបដូរ keyboard រួចយកខ្មែរណៃដារួចវាយអត្ថបទទៅតាមការងារជាក់ស្ដែងរបស់បងប្អូនរហូតដល់ចប់ក្រោយវាយអត្ថបទរួចហើយបងប្អូនធ្វើការរៀបចំអត្ថបទយើងឲ្យបានស្អាតហើយបើបងប្អូនចង់ដាក់អក្សរឲ្យនៅចំកណ្ដាលក្រដាសបងប្អូនត្រូវ select លើអក្សរដែលចង់ដាក់រួចចុចត្រង់ Align Centerបន្ទាប់មកបើបងប្អូនត្រូវការដាក់អក្សរឆ្លាក់ត្រូវ select លើអក្សរត្រូវដាក់រួចចុចក្នុងប្រអប់ហ្វុនរួចជ្រើសរើសហ្វុនខ្មែរ OS មូលឡាយបើយើងចង់ធ្វើការចម្លងពុម្ពអក្សរដែលយើងចង់ចម្លងយើងត្រូវ select ពុម្ពអក្សរដែលចង់ចម្លងរួចចុចត្រង់ Format Painter រួច select ត្រង់អក្សរដែលចង់បដូរពុម្ពហើយដើម្បីដាក់អក្សរឲ្យវាដិតយើងត្រូវ select ត្រង់អក្សរដែលដាក់រួចចុចត្រង់ Toolbar ជាអក្សរ B ត្រង់អក្សរ I គឺសម្រាប់ធ្វើអក្សរត្រេតត្រង់អក្សរ U គឺជា Underline Text សម្រាប់ដាក់បន្ទាត់ខាងក្រោមអក្សរហើយត្រង់អក្សរ ABC គឺសម្រាប់ដាក់បន្ទាត់ជំពាក់កណ្ដាលអក្សរអក្សរ X លេខ2តូចខាងក្រោមគឺសម្រាប់ធ្វើឲ្យអក្សរតូចខាងក្រោមអក្សរ X លេខ2តូចខាងលើគឺសម្រាប់ធ្វើឲ្យអក្សរតូចខាងលើដើម្បីធ្វើការដាក់ Color អក្សរដែលមានពន្លឺឬមានស្រមោលយើងត្រូវចុចត្រង់ Text Effect រួចធ្វើការជ្រើសរើសម៉ូដតាមតម្រូវការដែលយើងចង់ប្រើប្រាស់Text Highlight Color គឺសម្រាប់ដាក់ highlight លើអក្សរដែលយើងចង់ដាក់ highlight ឬចង់លុបវិញដូចជាវីដេអូដែលបានបង្ហាញនេះ Font Color គឺជាមុខងារសម្រាប់ធ្វើការដាក់ពណ៌យើងត្រូវ select លើអក្សរដែលយើងចង់ដាក់រួចជ្រើសរើសពណ៌តាមតម្រូវការរបស់យើងដើម្បីធ្វើឲ្យអក្សរលោតចូលក្នុងបន្តិចយើងគ្រាន់តែដាក់ក្រោសស៊ឺនៅខាងមុខអក្សររួចចុច Tab នៅលើ keyboard នោះជាការស្រេចបន្ទាប់មកទៀតយើងត្រូវរៀបចំគម្លាតនៃលប៉ះនីមួយៗឲ្យនៅជិតគ្នាយើងត្រូវ select អត្ថបទទាំងអស់រួចចូលត្រង់ Line and Paragraph Spacing រួចជ្រើសរើសយកលេខ 1.0 ជាការស្រេចបាទដូច្នេះខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងសិនហើយខ្ញុំសូមអរគុណសម្រាប់ការតាមដានទស្សនារបស់បងប្អូនសូមបងប្អូនរងចាំសិក្សានៅមេរៀនក្រោយៗទៀតសូមអរគុណ